បាទអញ្ចឹងរដងខ្ញុំតែបង្ហាញពាក់ព័ន្ធនឹងការបញ្ចូលលេខកូដទៅលើម៉ូតូ Click 125ឬក៏ Click 160ប៉ុន្តែបញ្ចូលរដងគឺយើងប្រើអុកដុំសដើម្បីបញ្ចូលលេខកូដណា Click 150គឺយើងធ្វើការបញ្ចូលនៅកុងតាក់ D វិញណាអញ្ចឹងដើម្បីបញ្ចូលលេខកូដបានយើងធ្វើកាចុចនៅប៊ូតុនកុងតាក់ D នេះវិញបាទអញ្ចឹងឥឡូវនេះវាយើងចុចអីក៏អត់មានភ្លើងដែរអញ្ចឹងដើម្បីបញ្ចូលលេខកូដបានគឺយើងធ្វើការចុចកុងតាក់ D ឲ្យជាប់ឲ្យលោតភ្លើង sound នេះមួយបាទបាទហើយចុចមួយដើម្បីវានៅហ្នឹងហើយលេខកូដវាលេខ1បាទលេខ1កូដវានៅក្នុងទូរស័ព្ទនេះបាទបន្ទាប់មកទៀតលេខ3 1 2 3បាទបន្ទាប់មកទៀតលេខ8 1 2 3 4 5 6 7 8ចឹងបន្ទាប់ទៀតលេខ3 1 2 3ហើយលេខ3មួយទៀត1 2 3បន្ទាប់មកលេខ6ណាបាទ1 2 3 4 5 6បន្ទាប់ពីលេខ6គឺលេខ8 1 2 3 4 5 6 7 8បន្ទាប់ពីលេខ8មានលេខ4និងលេខ0ណាបាទ1 2 3 4អញ្ចឹងលេខ0យើងឲ្យវាលោតរំលងខ្លួនវាបាទបាទឥឡូវនេះឃើញថាបើកសបានហើយហ្នឹងហើយ